តារាឲ្យតែឈឺសុំជំនួយហើយពេលជាវិញអូក្លីបហៃសូដើរលេងផឹកស៊ីសម្ញែងអួតទ្រព្យសម្បត្តិហឺហាណាស់ពីអននេះតែងឮទស្សនិកជនមួយចំនួនតូចគាត់លើកឡើងបងប្អូនអ្នកសិល្បៈមួយចំនួនណាគាត់បានភាពហឺហាស្អាតធម្មតាគាត់ត្រូវតែតែងខ្លួនឲ្យក្លីបឲ្យស្អាតដើម្បីទាក់ភ្នែកទស្សនិកជនឲ្យមើលគាត់បើគាត់អត់ស្អាតគាត់អត់ស្លៀកពាក់លយក្លីបអីសួរថាមានទស្សនិកជនណាមកគាំទ្រឲ្យមកស្រឡាញ់គាត់តែធ្វើទោះអត់លុយក៏ដោយក៏ព្យាយាមធ្វើឲ្យស្អាតឲ្យលយដើម្បីគាត់លក់សម្រស់លក់សម្លេងបើគាត់មិនធ្វើខ្លួនអញ្ចឹងមានទស្សនិកជនណាគាំទ្រគាត់បើគាត់អត់ធ្វើខ្លួនអត់អីប្រកាសជាឌីលគាត់ឬក៏ថាឲ្យគាត់អូស្លៀកពាក់កតិកធៈចូលសិល្បៈយូរហើយអត់ចេះធ្វើខ្លួនចេះមួយចុះពីរទៀតតារាសម្ដែងមកបានសម្ដែងបានមួយរឿងមិនមែនតិចថ្ងៃទេជួនកាលអ្នកខ្លះមួយខែពីរខែបីខែអ្នកខ្លះកន្លះឆ្នាំមួយឆ្នាំទៀតហើយទឹកប្រាក់ដែលពួកគាត់ទទួលបានណាខ្ញុំនិយាយតួដែលតួធំអីចឹងណាអ្នកខ្លះទទួលបានចំណូលពី1500 2000ជាង3000អាហ្នឹងរឿងថតត្រឹមតែ10 20ភាគអីទេចុះរឿង30ភាគ50ភាគអ្នកខ្លះថតហ្នឹងត្រឹមបាន3000 4000លោតអស់ឲ្យ5000អញ្ចឹងបងប្អូនចំណាយពេលប្រហែលខែ3ខែទៅ6ខែមកបានលុយអា4 5000ហ្នឹងមកហើយសួរថាផ្គត់ផ្គង់ចាក់សាំងកៅផងអីហងគឺអស់បាត់ហើយនិយាយដល់តួម៉ែតួឪពុកគាត់សម្ដែងធ្វើអ្នកមានអីចឹងទៅហើយគេថាអូគាត់ហៃសូអ្នកមានថតសិតមុខឡានមុខអីគាត់ធ្វើខ្លួនស្អាតបាតដើម្បីធ្វើជាប្លង់សាច់រឿងគាត់ជាជំទាវអ្នកមានអីចឹងទៅបើគាត់ស្លៀកពាក់កតិកធៈមីកើតធម្មតាពេលខ្លះគាត់ត្រូវទិញអាវទៅជុះឬក៏មានអ្នក sponsor ឲ្យគាត់ឬក៏ក្រុមការងារអ្នករៀបចំកៅអៅឲ្យគាត់បែបស៊ីវិល័យអ្នកមានហៃសូអញ្ចឹងតម្រូវឲ្យគាត់ស្លៀកពាក់លយហឺហាដល់អញ្ចឹងពេលខ្លះគាត់ឈឺហេតុអីថាគាត់ចាស់ហើយថតយូរអត់សល់អីសុំជំនួយទៀតអញ្ចឹងបងប្អូនវែកញែកឆ្ងល់ច្រើនអញ្ចឹងខ្ញុំលើកឡើងថាសិល្បៈមិនមែនឲ្យតែតារាគឺមានលុយទាំងអស់នោះទេសិល្បៈក្មេងៗតែទឹមតែចូលអ្នកខ្លះចូលឲ្យតែបានទៅថតគាត់ស្រឡាញ់$5 $10 $20 $30 $50អញ្ចឹងពួកគាត់ក្មេងៗថ្មីហ្នឹងគឺតម្លៃប៉ុណ្្នឹងអ្នកខ្លះគេកាត់ភាគរយគេស៊ីពីលើទៀតគេមានមេខ្យល់គេអីចឹងទៅហើយបើតួធំអីថត MV អីចឹងពីមុន50ច្រើនណា30 50 100ឥឡូវ200លោតដល់ខ្លះឡើង3 400ក៏មានដែរហើយអ្នកខ្លះគឺថតកុនគាត់មួយថ្ងៃទទួលបានអស់ឲ្យ100ទៅ150អីចឹងទៅ200អីក្នុងមួយថ្ងៃអញ្ចឹងតែហៅថាតួល្បីតួធំណា200តែមានករណីដូចមួយថ្ងៃហ្នឹងទទួលបាន$400 500គេថតតែយកយើងតែមួយថ្ងៃទេមួយថ្ងៃហ្នឹងគេប្រើយើងអស់សាច់តាំងពីព្រឹកព្រលឹមតាំងម៉ោង5ម៉ោង6រហូតដល់ម៉ោង5 6ភ្លឺវិញអញ្ចឹងប៉ុន្មានម៉ោងវាចង់មក24ម៉ោងឯងថតគេជ្រក់ឆេញយើងធម្មតាយើងយកលុយច្រើនអញ្ចឹងគេប្រើយើងអស់សាច់ដូចគ្នាឃើញមានឡានទំនើបជិះមានផ្ទះនៅពេលខ្លះក៏ពួកគាត់បងរំលោះដែរមិនមែនយកលុយសុទ្ធមកទិញទេហើយពួកគាត់ពេលខ្លះហ្នឹងសមអាកាត់ល្អិតហ្នឹងណាហើយពេលខ្លះថតរឿងហ្នឹងណាគេស៊ីដាច់គេបោកគេអត់ឲ្យលុយផលិតករខ្លះក៏គេអត់បើកលុយឲ្យពួកគាត់ដែរអញ្ចឹងអាហ្នឹងគឺជាដំណោះស្រាយមួយរៀងពិបាកបន្តិចឥឡូវវិស័យសិល្បៈយើងក៏វាធ្លាក់ចុះមិនសូវមានការថតមុំតែយូរត្រូវតួយើងម្ដងត្រូវគេហៅថាបុគ្គលលក្ខណៈត្រូវចរិតតួអង្គហ្នឹងមុំគេហៅយើងវាច្រើនទៀតហើយពេលខ្លះឧទាហរណ៍ខ្ញុំដឹកមួយឆ្នាំ2 3រឿងហើយមិនប្រកាសថាហៅតួអង្គហ្នឹងមកហៅថតទៀតព្រោះឯពេលខ្លះអត់ត្រូវលក្ខណៈរូបសម្បត្តិត្រូវក្នុងសាច់រឿងហ្នឹងចរិតតួអង្គហ្នឹងគឺអត់បានហៅទៀតអញ្ចឹងពេលខ្លះយូរតួខ្លះមួយឆ្នាំគាត់ទទួលបាន3រឿង4រឿងអីចឹងទៅអញ្ចឹងបងប្អូនបូកមើលមើលមួយឆ្នាំ2 3មួយរឿង2 3000អីចឹងទៅបូកមើលប្រហែលហើយត្រូវការគាត់ស៊ីចាយអីចឹងពេលខ្លះក៏វាហេងដូចគាត់រៀងមានមុខមានមាត់ចឹងទៅគាត់ថត sport មួយថ្ងៃបាន2000 1000ជួនកាលលោតដល់10000ក៏មានអាហ្នឹងតាមគេហៅថាដូចគេហៅថាម្ដងភ្លៀងម្ដងរាំងអញ្ចឹងហើយអ្នកសិល្បៈយើងគេច្រើនជាអ្នកខេត្ត80% ជាអ្នកខេត្តពួកគាត់ប្រឹងមកនៅភ្នំពេញពីបាតដៃទទេពុះពៀប្រឹងថតប្រឹងសម្ដែងប្រឹងអ្នកខ្លះជាអ្នកចម្រៀងអីផ្សេងបើអ្នកភ្នំពេញហ្នឹងមកព្រៀង20%អីទេហើយបងប្អូនឆ្ងល់ថាហេតុអីពួកគាត់អត់មានជីវភាពល្អអីចឹងទៅពួកគាត់សិតតែមិនមែនជាកូនអ្នកធូធាអីទេគាត់ប្រឹងមកមានដល់ថ្ងៃនេះមានផ្ទះមានឡានជិះអីហ្នឹងទំនើបហ្នឹងមិនមែនជាការងារទេសិតតែចូលសិល្បៈមិនក្រោម10ឆ្នាំទេពួកគាត់ប្រឹងហើយបើដូចសិល្បៈនៅស្រុកគេសិតតែកូនគេអ្នកមានធូធាចូលសិល្បៈមកគេមានម៉ែឪទំនុកបំរុងអញ្ចឹងទៅស្រួលការស្លៀកពាក់ហើយបើដូចយើងអ្នកនៅភ្នំពេញវិញអ្នកដែលមានជីវភាពធូធាឪពុកម្ដាយគេអត់ចង់ឲ្យចូលសិល្បៈឯងគេចង់ឲ្យកូនគេរៀនខ្ពស់មុខខ្ពស់មាត់គេឪពុកម្ដាយខ្លះគិតថាអូសិល្បៈវាដូចមេអំបៅអញ្ចឹង7 8ភ្លឹបភ្លែបអត់ទៀងម្ដងនាចម្ដងជោគបើអ្នកភ្នំពេញមានឪពុកម្ដាយផ្គត់ផ្គង់នៅផ្ទះខ្លួនឯងស្រួលមានកៅអៅស្លៀកពាក់អីមិនសូវអីទេប៉ុន្តែពួកគាត់អ្នកខេត្តមកពេលខ្លះពាក់អាវទៅជុះទៅទិញអាវទៅជុះពាក់ជួនកាលឡើងឆាកឡើងជ្រៀងអីមានគេ sponsor ឲ្យសម្លៀកបំពាក់ឲ្យអ្នកខ្លះក៏អត់មានសុំដើរខ្ចីមិត្តភ័ក្តិអា mode ស្អីក៏មានដែរបងប្អូនអ្នកសិល្បៈប្រហែលជាឆ្លងកាត់អារម្មណ៍មួយនេះហើយអញ្ចឹងទម្រាំបានតាមួយឲ្យសំលុយហ្នឹងណាគឺវេទនាឲ្យពិបាកខ្លាំងមែនទែនលើវិថីសិល្បៈនេះមិនមែនងាយទេអញ្ចឹងអ្នកសិល្បៈបើអត់មានអាជីពអីក្រៅពីសិល្បៈពួកគាត់រៀងពិបាកបន្តិចអញ្ចឹងពួកគាត់ត្រូវការលក់នេះ
លក់អនឡាញឬក៏លក់អីវ៉ាន់អីផ្សេងចំនួនមុនអត់មានទេណាគឺផ្ដោតលើសិល្បៈឥឡូវនេះពួកគាត់អាចលក់អនឡាញធ្វើ BA អីតិចតួចអីចឹងឬក៏អីក៏អាចគាត់រស់រៀងគ្រាន់ជាងសម័យមុនដែរតែគ្រាន់តែឥឡូវនេះយើងបញ្ហា COVID ហើយទៅចប់ហើយសង្គ្រាមអីញ៉ៃទៀតទៅកុនក៏អត់សូវបានថតផលិតដែរចម្រៀងកាយវិការក្រៅ KMV ហ្នឹងក៏ផ្អាកច្រើនហើយរឿងសុំជំនួយភាគច្រើនបងប្អូនទស្សនិកជនដែលជា fan គ្រប់គ្រងគាត់ធម្មតាអត់ចង់ឃើញ idol គាត់ឈឺចង់ឲ្យពួកគាត់បន្តជីវិតបន្តអាជីពសិល្បៈអញ្ចឹងអ្នកមួយចំនួនឃើញថាអូយពីលើកដៃស្ពះសុំជំនួយទៀតដែរអត់ឲ្យអត់អីអ្នកដែលអត់ឲ្យហ្នឹងគឺមិនមែនជា fan គាត់ទេឥឡូវខ្ញុំលើកឡើងដោយរឿងបងប្រុស UNESCO គាត់ឈឺមានបញ្ហាបើឃើញទេគាត់មានរកអ្នកជំនួយជួយគាត់ឃើញគាត់រស់ដល់សប្តាហ៍ថ្ងៃទេអាហ្នឹងគឺហៅថាជំងឺអ្នកមានបើមានលុយដូរកលៀនគាត់ចឹងឃើញទេ 50000 ជាងហើយនឹងថ្នាំសង្កូវអីទៀតឥឡូវគាត់រស់ដល់សប្តាហ៍ថ្ងៃចុះបើបងប្អូនដាច់ចិត្តសុខចិត្តឃើញ idol ឃើញតារាយើងស្លាប់ដោយសុខចិត្តអត់ជួយម្នាក់តិចឃើញទេអញ្ចឹងបងប្អូនបកគិតមកវិញរៀងមានវិបដិសេរីដែរនៅពេលដែលអត់បានជួយពួកគាត់អញ្ចឹងបើសិនជាបងប្អូនអត់បានជួយជាថវិកាឧបត្ថម្ភអីទេក៏គួរគុំបំបាក់ទឹកចិត្តអ្នកសិល្បៈមួយចំនួនថាអូឲ្យតែវាឈឺវាសុំជំនួយពេលជាអូដើរលេងសប្បាយហៃសូទៀតអញ្ចឹងគុំប្រើពាក្យនឹងអីយើងជួយបានជួយមិនបានមិនបាច់មាត់មិនបាច់កយទេនៅស្ងៀមទៅឲ្យអ្នកដែលមានសទ្ធាជួយពួកគាត់ហើយខ្ញុំជឿអ្នកសិល្បៈមិនចង់ទេអារឿងលើកដៃស្ពះសុំជំនួយអីហ្នឹងទាំងខ្ញុំទាំងគេខ្មាស់គេមានការអៀនខ្មាស់ដូចគ្នាប៉ុន្តែកលៈទេសៈធ្វើមិនមនុស្សណាក៏ចង់គ្រោះមនុស្សណាចង់ឈឺអញ្ចឹងមានតែបងប្អូនទស្សនិកជនម្នាក់ម្ដងជើងទីទួចក្តីច្រើនក្តីអញ្ចឹងទៅឲ្យពួកគាត់មានទឹកចិត្តមានលុយទិញថ្នាំដើម្បីព្យាបាលជំងឺបន្តទៅទៀតអញ្ចឹងបានថាទម្រាំមានឈ្មោះបោះសម្លេងដល់សប្តាហ៍ថ្ងៃម្នាក់គឺខំប្រឹងណាស់ទាំងឈឺទាំងក្តៅទាំងភ្លៀងអីពួកគាត់គឺប្រឹងដើម្បីធ្វើម៉េចគេហៅថាកាពះនេះទី1ស្រឡាញ់សិល្បៈទី1ចិញ្ចឹមគ្រួសារអ្នកខ្លះអ្នកខេត្តគាត់ចិញ្ចឹមគាត់ចូលសិល្បៈហ្នឹងចិញ្ចឹមគ្រួសារនៅស្រុកនៅអី4-10នាក់នៅក្នុងបន្ទប់នៅពេលដែលគាត់ធ្លាក់ខ្លួនឈឺសួរថាអ្នកណាចិញ្ចឹមមានតែធ្វើស្រែធ្វើចំការរកក្តាមរកចង់ដូចអ្វីដែលពីមុនអញ្ចឹងធម្មតាគាត់ចង់សម្រេចក្តីប្រាថ្នាគាត់ចង់ខ្លាចជាតារាចម្រៀងតារាសម្ដែងពួកគាត់កើតមករូបសម្បត្តិស្អាតហើយប៉ុន្តែគាត់អត់ទាន់ហៅថាចេះកែច្នៃខ្លួនឯងឲ្យស្អាតអញ្ចឹងគាត់មកភ្នំពេញហ្នឹងគឺដើម្បីប្រឡូកសិល្បៈអញ្ចឹងគាត់ចាប់ដើមម្ដងស្អាតម្ដងតិចគាត់ចេះធ្វើខ្លួនធ្វើអីដើម្បីឲ្យខ្លួនឯងហ្នឹងមានគេឈ្មោះហើយមកបានគេឈ្មោះបន្តិចហ្នឹងមិនមែនជាការងារទេសំលុយមកបានលុយយកផ្ញើទៅស្រុកសំលុយធ្វើផ្ទះឲ្យឪពុកម្ដាយនៅខេត្តអីមិនមែនជាការងារទេអញ្ចឹងនៅពេលដែលបងប្អូនមួយចំនួនតូចគាត់ពីគុណថាឃើញតែសុំជំនួយឈឺលើកដៃសុំជំនួយគេមិនចង់សុំទេបងប្អូនអញ្ចឹងមិនថាបើបងប្អូនមិនចង់បរិច្ចាគក៏អត់អីដែរសូមតែកុំបំបាក់ទឹកចិត្តពួកគាត់ជាតារាសិល្បៈតារាមិនថាតារាចម្រៀងតារាគ្រប់វិស័យឲ្យតែនៅក្នុងសិល្បៈអញ្ចឹងសូមមេត្តាបងប្អូនយោគយល់អធិស្ឋានផងព្រោះអីធម្មតាខ្ញុំអត់ចង់ឲ្យបងប្អូនគិតបែបហ្នឹងហើយសុខចិត្តឲ្យឃើញមនុស្សដែលកំពុងតែរងចាំសេចក្តីស្លាប់បងប្អូនអត់ជួយអញ្ចឹងតិចក្តីច្រើនក្តីសូម្បីតែ1000រៀលក៏បងប្អូនគេហៅថាធ្វើបុណ្យដែរអញ្ចឹងបើសិនជាបងប្អូនមិនចង់ធ្វើបុណ្យក៏គុំគួរបំអាក់បន្ទោសស្ដីឲ្យពួកគាត់ជាតារាអីចឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើន